មួយខែទៀតនោះអាចវះកាត់បេះដូងបានហើយគ្រូពេទ្យប្រាប់ថាបើជាសះស្បើយបានល្អកូននឹងអាចរត់លេងលោតកញ្ឆេងដូចក្មេងដទៃលេងហត់ដង្ហក់អង្គុយចង់ហងតាមផ្លូវទៀតហើយកូនស្រីរបស់ខ្ញុំទីបំផុតអាចក្លាយជាក្មេងធម្មតាម្នាក់បានហើយ38,000ផ្ញើទៅលីស៊ីវឡានមិនក៏គេហ៊ានយ៉ាងម៉េចនេះជាលុយសម្រាប់កូនស្រីវះកាត់ជំងឺបេះដូងពីកំណើតនៅខែក្រោយជាប្រាក់បម្រុងត្រៀមទុកដំណាក់កាលទី2នេះគឺជាអាយុជីវិតរបស់នូខ្ញុំខំដាច់យក3ខែបោកប្រែឯកសារមួយពាក្យម្ដងដើម្បីសន្សំលុយសង្គ្រោះជីវិតគេបែរជាមិនមាត់មួយម៉ាត់យកទៅឲ្យម្ដាយគេហ៊ានធ្វើបែបនេះព្រោះតែគេគិតថាខ្ញុំយ៉ាងច្រើនត្រឹមតែឆ្លុះឡូឡាជាមួយគេហើយចុងក្រោយក៏ចុះញ៉ាំប៉ុណ្ណោះលើកមុនសុទ្ធតែបែបនេះតែលើកនេះគេមិនគួរទេមិនគួរទៅប៉ះពាល់លុយសង្គ្រោះជីវិតកូនស្រីសោះមកវិញហើយឬឆាប់ទៅលាងដៃទៅម្ហូបចិត្តត្រជាក់អស់ហើយថ្ងៃនេះមិនក៏ធ្វើម្ហូបឆ្ងាញ់ច្រើនម្លេះបងមិនមែនធ្លាប់ប្រាប់ថាខានញ៉ាំស្លាបមន់កូកាកូឡាយូរហើយទេចៃដន្យថ្ងៃនេះផ្សារទំនើបបញ្ចុះតម្លៃអូនក៏ធ្វើម្ហូបច្រើនមុខបន្តិចមួយរយៈនេះបងធ្វើការហត់ហើយបើបងបន្តិចមឹកនេះអត់សូវមានឆ្អឹងទេអូនរើផ្ទាល់ដៃអរគុណកូនពៅត្រូវហើយថ្ងៃនេះនូគូរូបកូនឆ្កែមួយនៅសាលាម្តែយជើង4គូចេញទៅជា6អ្នកគ្រូសើចចង់ងាប់កូននៅប្រាប់អូនទៀតថាប៉ាធ្លាប់សន្យាថានឹងនាំកូនទៅសួនសត្វកូនសួរថាតើពេលណាទៅសួនសត្វចាំថ្ងៃក្រោយទៅមួយរយៈនេះបងរវល់ណាស់មិនប្រញាប់ទេឆ្អឹងជំនីឆ្ងាញ់ទេអូនរងាស់អស់2ម៉ោងឯណោះបងសម្លាញ់គឺថាបងមានរឿងមួយចង់ប្រាប់អូនលុយបំរុងសម្រាប់វះកាត់នោះបងយកទៅប្រើសិនហើយការវះកាត់មិនមែនខែក្រោយទៅត្រូវការទេស៊ីវជនមានសង្សារហើយអូនក៏ដឹងដែរគេមិនតូចទៀតទេខាងស្រីទាឲ្យមានឡានទៅព្រមភ្ជាប់ពាក្យម៉ាក់គាត់អត់សូវមានលុយក៏ខ្ចីពីយើងយកទៅទប់ទោសិនប៉ុន្មាន 38,000 ឲ្យម៉ាក់ទាំងអស់តែម្ដងគឺវាសំគួរហើយបងនិយាយថាម៉េចបងថាវាសំគួរហើយសុទ្ធតែគ្រួសារតែមួយតើរឿងរៀបការរបស់ស៊ីវជនគឺជារឿងធំវ៉ាន់បងដឹងស្រាប់ហើយថាអូនយកគេបំផុតអូនកុំបារម្ភអីលុយនេះបងច្បាស់ជាឲ្យស៊ីវជនឆាប់សងវិញមិនឲ្យខ្វះ1សេនទេញ៉ាំបាយទៅឆ្អឹងជំនីលត្រជាក់អស់មិនឆ្ងាញ់ទេសងគេថាសងមិនឲ្យខ្វះ1សេនទេរៀបការ7ឆ្នាំជួសជុលផ្ទះ100000លុយចាយវាយប្អូនប្រុស52,000ចាញ់បោកគេទិញថ្នាំពៅ50,000បុកថែមទាំង38,000នេះទៀតសរុប158,000គ្រួសាររបស់គេនោះលុយគ្រប់សន្លឹកដែលឆក់ប្លន់ពីខ្ញុំតើមាន1រៀលណាសងវិញខ្លះនោះគឺជារណ្ដៅគ្មានបាតខ្ញុំគ្រាន់តែជាមនុស្សងងដែលចាំចាក់បំពេញរណ្ដៅតែចាប់ពីថ្ងៃនេះទៅលែងទៀតហើយយប់មិញអូនកាត់អីអូនឯងបានហើយបងគ្រាន់តែយកលុយរបស់នូលុយវះកាត់ទៅឲ្យម៉ាក់បងខ្ចីយកទៅទប់ទោសិនប៉ុណ្ណោះគាត់មិនមែនថាមិនសឹងឯណាអូនចាំបាច់រករឿងអត់ហេតុផលដល់ថ្នាក់នឹងទេបងកំពុងគិតអីនឹងក្រុមហ៊ុនមានគម្រោងបន្ទាន់អូនត្រូវចុះទៅបេសកកម្មភ្លាមប្រញាប់ណាស់ជិះយន្តហោះព្រឹកស្អែកព្រលឹមតែម្ដងចុះបេសកកម្មតាត្រូវទៅយូរប៉ុណ្ណាទៅប្រហែល1សប្តាហ៍អូខេធ្វើដំណើរប្រយ័ត្នប្រយែងផងទៅដល់ផ្ញើសារប្រាប់បងផងឆាប់ត្រឡប់មកវិញណាគេក៏ដកដង្ហើមធូរទ្រូងហើយផ្ដាំខ្ញុំឲ្យឆាប់ត្រឡប់មកវិញគេមិនដឹងទេថាការធ្វើដំណើរលើកនេះគ្មានថ្ងៃត្រឡប់ឡើយប្រពន្ធសម្លាញ់យប់មិញបងគ្រាន់តែប្រញាប់ពេកអូនកុំខឹងអីណាចាំអូនត្រឡប់មកវិញបងនឹងទិញកាបូបដែលអូនពេញចិត្តលើកមុនឲ្យទៅដល់ផ្ញើវីឆាតប្រាប់បងផងណាលោកពូអ្នកបើកឡានមិនបាច់ទៅប្រលានយន្តហោះទេនេះគឺជាផ្ទះមួយដែលខ្ញុំមិនធ្លាប់ប្រាប់នរណាម្នាក់ឡើយនៅទីនេះគ្មានខោអាវុកខ្វក់គោដូចភ្នំទេគ្មានស្លាកស្នាមរស់នៅរបស់ម្ដាយក្មេកនិងប្អូនថ្លៃទេគ្មានការគៀបសង្កត់និងការឆ្លោះប្រកែកគ្នាទឹកភ្នែកហូរស្រក់មកយ៉ាងជោគជាំនេះមិនមែនមកពីការអន់ចិត្តឬភាពសោកសៅទេនេះគឺជាការលេគ្នាជាមួយនឹងរយៈពេល7ឆ្នាំជាមួយមនុស្សដ៏កំសត់ជាការលេគ្នាលើកចុងក្រោយរបស់សូវ៉ាន់ដែលបណ្ដោយឲ្យគេធ្វើបាបលោកមេធីវីលីនខ្ញុំមកដល់ហើយទទួលជ្រាបអ្នកស្រីសូវ៉ាន់សូមស្វាគមន៍ជីវិតថ្មីចាប់ពីថ្ងៃនេះទៅទូរស័ព្ទនេះមានប្រយោជន៍តែមួយគត់គឺទុកជាភស្តុតាងឡើងតុលាការអ្នកស្រីស៊ូលទ្ធផលពិនិត្យរបស់ក្មេងចេញហើយជំងឺប្រហោងបេះដូងពីកំណើតត្រូវតែធ្វើការវះកាត់ប៉ះពាល់2ដងមុនអាយុ6ឆ្នាំបើនៅតែអូសបន្លាយទៀតផលវិបាកនឹងធ្ងន់ធ្ងរខ្លាំងតើត្រូវចំណាយលុយប្រហែលប៉ុន្មានបូករួមទាំងការស្ដារនីតិសម្បទាក្រោយវះកាត់ប៉ាន់ស្មានយ៉ាងហោចណាស់ខ្ទង់2សែនលោកគ្រូពេទ្យគឺថាជំងឺនេះមិនបាច់វះកាត់បានទេគ្រាន់តែលេបថ្នាំទប់ទល់បានអត់
លោកឈិននេះជាកូនស្រីលោកណាបេះដូងក្មេងមានប្រហោងលេបថ្នាំប៉ះពើមិនបានទេ គេមិនមែនកំពុងស្ដាយលុយទេគេកំពុងតែគិតលេខថាប្រាក់200,000នេះអាចជួសជុលផ្ទះឲ្យម្ដាយគេបានប៉ុន្មានដងអាចចិញ្ចឹមឪពុកគេបានប៉ុន្មានឆ្នាំនៅក្នុងចិត្តគេថានានុក្រមគឺតែងតែច្បាស់លាស់ជានិច្ចជីវិតកូនស្រីគឺនៅលំដាប់ចុងក្រោយគេចាប់ពីថ្ងៃនោះមកខ្ញុំដឹងច្បាស់ថាបុរសម្នាក់នេះពឹងផ្អែកមិនបានទេខ្ញុំមិនអាចយកអាយុជីវិតកូនស្រីទៅភ្នាល់នឹងការដឹងគុណនិងមនោសញ្ចេតនាគ្រួសាររបស់គេបានឡើយលើកនេះខ្ញុំមិនត្រឹមតែត្រូវដើរចេញទេខ្ញុំត្រូវយកត្រឡប់មកវិញនៅលុយគ្រប់សែនដែលជារបស់ខ្ញុំនិងនូមិនឲ្យខ្វះមួយសែនណាឡើយការចុះបេសកកម្មរបស់ខ្ញុំឆ្លងកាត់ទៅយ៉ាងស្ងប់ស្ងាត់គ្មានទូរស័ព្ទរោទទាបផ្ដាច់ជីវិតទេគ្មានការងារផ្ទះដែលធ្វើមិនចេះចប់គ្មានសាច់ញាតិខាងប្តីដែលត្រូវចាំមើលទឹកមុខក្នុងបរិយាកាសពោពេញទៅដោយក្លិននៃសេរីភាពចំណែកឯឈិនមើលឯណោះវិញកំពុងតែឆ្លងកាត់ដំណើរពីឆានសុគធ្លាក់ទៅឋាននរក ប្រពន្ធសម្លាញ់បងខុសហើយអូនកុំខឹងទៀតទៅបានទេកាបូបដែលអូនចង់បានស្អែកបងនឹងទិញឲ្យអូនតបសារបន្តិចមកប្រពន្ធសម្លាញ់ ថ្ងៃដំបូងគេផ្ញើសារវីឆាតមក11ដងខ្ញុំមិនបានតបសំបីតែមួយ យប់មិញអូនឯងមានន័យថាម៉េចទូរស័ព្ទក៏មិនលើកវីឆាតក៏មិនតបចង់លេងពួនរកអត់ឃើញមែនទេបងប្រាប់ឯងឲ្យហើយលេងត្រឹមនឹងបានហើយកុំឲ្យបានចិត្តពេកតើអូនឯងចង់យ៉ាងម៉េចឲ្យប្រាកដមិនត្រឹមតែលុយ38,000ទេឬអី ចាំបាច់ដល់ថ្នាក់នឹងទេចាំបាច់ទេនៅក្នុងពិភពលោករបស់គេពិធីរៀបការប្អូនប្រុសគេសំខាន់ជាងជីវិតកូនស្រីខ្ញុំទៅទៀតឯងមកសួរខ្ញុំថាចាំបាច់ទេ ប្រពន្ធសម្លាញ់តើអូននៅឯណាអូនតបទូរស័ព្ទបងបន្តិចបានទេបងរកអូនមិនឃើញទេបងភ័យចង់ឈួតហើយបងសុំអង្វរអូនលើកទូរស័ព្ទមក កម្ដៅប៉ុណ្ណេះសំលមុំហើយលោកមេធីវីលីនអាចចាប់ផ្ដើមបានហើយ សូវ៉ាន់ទីបំផុតអូនព្រមលើកទូរស័ព្ទហើយសួស្ដីលោកឈិនមើខ្ញុំគឺមេធីវីលីនទទួលសិទ្ធិពេញលេញពីអ្នកស្រីសូវ៉ាន់ដើម្បីមកតាក់ទងជាមួយលោកមេធីវីស្អីលោកឯងជានរណាឲ្យប្រពន្ធខ្ញុំមកនិយាយទូរស័ព្ទភ្លាមអ្នកស្រីសូវ៉ាន់បានសម្រេចចិត្តជាផ្លូវការលែងលេះជាមួយលោកកិច្ចព្រមព្រៀងលែងលេះនិងបញ្ជីបែងចែកទ្រព្យសម្បត្តិនឹងត្រូវផ្ញើតាមរយៈសម្បត្តិប្រៃសណីយ៍ក្នុងរយៈពេល24ម៉ោងទៅកាន់អាសយដ្ឋានផ្ទះនិងកន្លែងធ្វើការរបស់លោកលែងលេះវ៉ាវនាងកំពុងតែនិយាយលេងទេនាងគ្រាន់តែខឹងងក់ងតែប៉ុណ្ណោះពួកឯងជាជនបោកប្រាស់មែនទេត្រូវហើយច្បាស់ជាពួកបោកប្រាស់ហើយម្យ៉ាងទៀតពាក់ព័ន្ធនឹងការដែលលោកមិនបានសុំការអនុញ្ញាតពីអ្នកស្រីសូវ៉ាន់ក្នុងអំឡុងពេលរៀបការលួចយកទ្រព្យសម្បត្តិរួមប្តីប្រពន្ធសរុបទឹកប្រាក់198,000ទៅប្រើប្រាស់ពួកយើងបានដាក់ពាក្យស្នើសុំទៅតុលាការដើម្បីបង្កកទ្រព្យសម្បត្តិហើយនឹងធ្វើការទាមទារយកមកវិញជាផ្លូវការសូវ៉ាន់នាងឈួតហើយខ្ញុំត្រូវតែជួបនាងលោកឯងឲ្យនាងមកនិយាយទូរស័ព្ទភ្លាមអ្នកស្រីស៊ូបដិសេធមិនធ្វើការតាក់ទងជាលក្ខណៈឯកជនក្នុងទម្រង់ណាមួយជាមួយលោកទៀតទេប្រសិនបើមានការជំទាស់សូមតាក់ទងទៅមេធាវីរបស់លោកលាហើយលោកឈិនមើការចុះបេសកកម្មដែលគេគិតនោះគឺជាការលាគ្នាជារៀងរហូតដែលបានគ្រោងទុកជាយូរមកហើយការងក់ងដែលគេគិតនោះគឺជាការវាយលុកទូទាត់បញ្ជីសរុបពិភពលោករបស់គេបានដួលរំទាំងស្រុងនៅវិនាទីនេះ សូវ៉ាន់អូនចេញមកជួបបងភ្លាមនិយាយគ្នាឲ្យច្បាស់មកគ្រាន់តែលុយប៉ុន្មានម៉ឺនសោះដល់ថ្នាក់លេងលេះគ្នាមិនក៏អូនចិត្តដាច់ម្លេះចុះមនោសញ្ចេតនា7ឆ្នាំរបស់យើងនោះឬមួយអូនមានអ្នកថ្មីនៅខាងក្រៅហើយទើបប្រកលេសបែបនេះប្រពន្ធសម្លាញ់បងខុសហើយបងពិតជាខុសមែនអូនត្រឡប់មកវិញមកបានទេរឿងលុយកាក់យើងអាចពិភាក្សាគ្នាបានអូនកុំបោះបង់បងចោលអីវ៉ាន់បងសុំអង្វរអូនយើងជួបគ្នាមួយផ្លែតមកជួបគ្នាតែម្ដងគត់មិនទទួលបានការតបអ្វីទាំងអស់គេប្រៀបដូចជាសត្វសាហាវដែលកំពុងតែឈួតវង្វេងគេចង់រកខ្ញុំគេចង់សួរមុខឲ្យច្បាស់លាស់ប៉ុន្តែគេមិនដឹងទេថាអ្វីដែលរងចាំគេមិនមែនជាចម្លើយទេគឺជាភាពអស់សង្ឃឹមដ៏ជ្រាលជ្រៅមួយកម្រិតទៀតម៉ាក់មានរឿងធំហើយឯងកើតអីនឹងធ្វើឲ្យម៉ាក់ភ័យចង់លួសប្រលឹងហើយចូលបន្ទប់មិនចេះគោះទ្វារទេអីម៉ាក់ស្ដាប់ខ្ញុំនិយាយសិនសូវ៉ាន់នាងជួលមេធាវីហើយនាងចង់លែងលេះជាមួយខ្ញុំនាងថាចង់ប្តឹងពួកយើងឡើងតុលាការឲ្យពួកយើងសងលុយនោះទៅវិញទាំងអស់លែងលេះត្រឹមនាងនឹងនាងហ៊ានឬម៉ាក់នាងពិតជាជួលមេធាវីមែនមេធាវីទៅមកខ្ញុំបាត់ទៅហើយ
គេគ្រាន់តែគំរាមឯងទេមានមនុស្សស្រីណាដែលថាមិនលោឡាមុនពេលលែងលះនោះនាងគ្រាន់តែចង់បានចំណេញច្រើនជាងមុនប៉ុណ្ណោះឯងកុំខ្វល់ជាមួយនាងទុកចោលពី3ថ្ងៃនាងនឹងត្រឡប់មកវិញដោយខ្លួនឯងហើយគោរពដឹងគុណម្ដាយក្មេកមិនមែនជារឿងត្រឹមត្រូវតាមច្បាប់ធម្មជាតិទេអីមនុស្សស្រីដែលទាមទារលែងលះគ្រាន់តែរឿងលុយប៉ុណ្ណឹងគ្រួសារយើងមិនត្រូវការទេត្រូវហើយបងប្រពន្ធបងដូចជាឆោឡោពេកហើយគ្រាន់តែចាយលុយបន្តិចបន្តួចសោះនឹងមនុស្សមួយគ្រួសារចាំបាច់គិតគូរច្បាស់លាស់ដល់ថ្នាក់នឹងធ្វើអីនោះជាលុយវះកាត់របស់នោះណាការវះកាត់នោះមិនមែននៅសល់ពេលទៀតទេអីតែរឿងឡានរងចាំលេងបានហើយសង្សារខ្ញុំអុកលុកប៉ុន្មានដងហើយបើមិនយកឡានមកទេគេនឹងសុំបែកគ្នាឥឡូវហើយត្រូវហើយរឿងរៀបការប្អូនប្រុសឯងគឺជារឿងធំដល់ពេលនោះវះកាត់ចាំរកវិធីប្រមូលលុយថែមទៀតទៅកូនប្រុសដើមទ្រូង5ហត់រឿងប៉ុណ្ណឹងដោះស្រាយមិនចេញផងអាយុជីវិតកូនស្រីតម្រង់ជួរនៅពីក្រោយឡានរបស់ប្អូនប្រុសអេឯងទៅណាកំពុងតែនិយាយស្រាប់តែដើរចេញម៉ាក់ប្រាប់ឯងឲ្យហើយណាឯងកុំបណ្ដោយឲ្យនារីម្នាក់នោះដឹកច្រមុះបានឲ្យសោះឆិនមើលត្រឡប់មកផ្ទះវិញទីបំផុតគេក៏ងាកក្រោយមកមើលនៅក្នុងផ្ទះមួយនោះគាត់នឹងនោះមិនដែលជាមនុស្សដែលស្ថិតនៅលំដាប់មុនរឿងរៀបការឡើយហើយដើម្បីការពារមនុស្សពីរនាក់នេះគេបានរុញច្រានមនុស្សតែម្នាក់គត់ដែលស្មោះត្រង់នឹងគេចេញដោយផ្ទាល់ដៃឆិនមើលលោកមកធ្វើអីយឺបងសុំអង្វរហើយប្រាប់បងមកថាស៊ូវ៉ាន់នៅឯណាឯងជាមិត្តសម្លាញ់បំផុតរបស់នាងឯងច្បាស់ជាដឹងហើយលោកលែងដៃសិនទៅស៊ូវ៉ាន់នៅឯណាខ្ញុំមិនដឹងទេឯងក៏ហកបងឯងប្រកាសជាដឹងបងប្រុសឯងជាមេធាវីរបស់នាងទោះបីជាខ្ញុំដឹងក៏ខ្ញុំមិនប្រាប់លោកដែរឆិនមើលបើសិនជាលោកមានមន្តសការបន្តិចគួរតែដឹងថាលទ្ធផលថ្ងៃនេះគឺលោកសំតែទទួលបានវាហើយសូវ៉ាន់រស់នៅជាមួយលោក7ឆ្នាំតើលោកចាត់ទុកនាងជាអ្វីម៉ាស៊ីនដកលុយអ្នកបម្រើឥតគិតថ្លៃបងពិតជាដឹងខុសមែនហើយបងសុំអង្វរជួយបងផងលោកអង្វរខុសមនុស្សហើយសួស្ដីលោកប្រុសអ្នកស្រីស៊ូបានសុំច្បាប់សម្រាប់រយៈពេលយូរហើយពួកយើងក៏មិនដឹងថានាងទៅណាដែរលោកអាចសាកល្បងតាក់ទងទៅនាងផ្ទាល់តើនាងសុំច្បាប់សម្រាប់រយៈពេលប៉ុន្មានតើនាងមានប្រាប់ទេថាទៅណាសុំទោសនេះគឺជាឯកជនភាពផ្ទាល់ខ្លួនរបស់បុគ្គលិកពួកយើងមិនងាយស្រួលក្នុងការទម្លាយប្រាប់ឡើយឪពុកម្ដាយរបស់ខ្ញុំមិត្តភ័ក្តិរបស់ខ្ញុំមនុស្សទាំងអស់ដែលគេនឹកឃើញគេសុទ្ធតែបានរកមើលគ្រប់កន្លែងទាំងអស់ប៉ុន្តែចម្លើយរបស់មនុស្សគ្រប់គ្នាគឺមិនដឹងទេសូវ៉ាន់ប្រៀបដូចជារលាយបាត់ពីលោកីនេះអញ្ចឹងបាត់ខ្លួនឥតស្រមល់ពីពិភពលោករបស់គេគ្មានបាយក្តៅសម្លក្តៅមានតែគំនរចានដែលមិនទាន់លាងគ្មានខោអាវស្អាតបាតមានតែកន្ត្រកខោអាវខ្វក់ដែលមានក្លិនស្អុយទីបំផុតគេក៏បានដឹងខ្លួនថារយៈពេល7ឆ្នាំកន្លងមកដែលគេគិតថាផ្ទះមួយនេះជារឿងធម្មជាតិគឺជាខ្ញុំតែម្នាក់ឯងដែលជាអ្នកត្រត្រង់អាវធំដែលគេស្យាមនឹងការពាក់វាសុបបន្សាបជាតិស្រវឹងនិងបាយម្ហូបក្តៅពេលនេះរបស់គ្រប់យ៉ាងសុទ្ធតែប្រែទៅជាកាំបិតដ៏មុតស្រួចបំផុតចំណែកឯអ្នកកាន់កាំបិតក៏បានចេញទៅបាត់ហើយលោកឈិនមើលសូមចុះហត្ថលេខាទទួលសម្បត្តិបញ្ញានៅទីនេះក្រុមហ៊ុនលីងការិយាល័យមេធាវីកិច្ចព្រមព្រៀងលែងញ៉េះបញ្ជីផ្ទេរទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធសរុបមាន5ទំព័រខ្ទង់ទី1 100000ផ្ទេរឲ្យម្ដាយខ្ញុំជួសជុលផ្ទះខ្ទង់ទី2ឲ្យស៊ីវជូនរៀងរាល់ខែ 3000 រយៈពេល2ឆ្នាំស្មើនឹង 72000 ខ្ទង់ទី3 50000ថ្លៃថ្នាំពៅលើកនោះនាងឆែកឃើញទាំងអស់គ្រប់ខ្ទង់នាងឆែកឃើញទាំងអស់រហូតដល់ខ្ទង់ចុងក្រោយ 38000 លុយវះកាត់របស់នូមិនចន្លោះសំបីមួយខ្ទង់តើនាងកត់ត្រាទុកយូរប៉ុណ្ណាហើយតើនាងកត់ទុកយូរប៉ុណ្ណាទៅវ៉ាន់នេះមិនមែនជារឿងងក់ងរខឹងសម្បាទេមែនទេនាងពិតជាលែងត្រឡប់មកវិញមែនហើយឆិនមើលនេះគឺជាសង្គ្រាមដែលឯងច្បាស់ជាចាញ់ហើយខ្ញុំក៏បានសម្លៀងកាំបិតរួចជាស្រេចខាងឆិនមើលបានទទួលកិច្ចព្រមព្រៀងហើយប្រតិកម្មរបស់គេគឺស្ថិតក្នុងការរំពឹងទុករបស់យើងទាំងស្រុងខ្វល់ខ្វាយវង្វេងវង្វាន់ទេក្រឡុកទូរស័ព្ទមករកអ្នកបន្ទាប់មកទៀតគឺអាស្រ័យលើយើងហើយ
ភស្តុតាងដែលអ្នកបានរៀបចំនោះ ថ្ងៃនេះត្រួតពិនិត្យមើលទាំងអស់ម្ដងទៀតទៅល្អចាប់ផ្ដើមពីឯកសារសម្លេងទៅកូនច្បងប្អូនប្រុសឯងមានសង្សារចង់ទិញឡាននៅក្នុងដៃម៉ាក់ពិតជាលែងមានលុយទៀតហើយក៏ជួយវាទៅណា អញធ្វើជាបងគេវ៉ាន់អូនកុំខឹងអីចាត់ទុកថាជាការខ្ចីទៅចុះថ្ងៃក្រោយចាំឲ្យស៊ីវជុនសង្វិញ តាមចិត្តបងទៅឯកសារសម្លេងបែបនេះសរុបមានប៉ុន្មានវគ្គ 2 ឆ្នាំ11វគ្គរាល់ពេលដែលពួកគេហាមាត់ទាលុយខ្ញុំសុទ្ធតែបានថតសម្លេងទុកហើយនៅមានប្អូនប្រុសគេឈិនជន់ទៀតសារដែលគេធ្លាប់ផ្ញើមកឲ្យខ្ញុំគេប្រាប់ថាបងខ្ញុំអស់លុយហើយបងប្រាប់បងថ្លៃស្រីឲ្យវេលុយមកឲ្យខ្ញុំ 5000 សិនមកហើយមានម្ដងទៀតឲ្យខ្ញុំដណ្ដើមទិញស្បែកជើងប៉ាតា Limited Edition នោះឲ្យគេសម្ដីសម្ដៅគេគឺដូចជាបញ្ជាអ្នកបម្រើអញ្ចឹងចាត់ទុកវាជារឿងធម្មតាណាស់ អ្នកស្រីស៊ូនិយាយតាមត្រង់ទៅខ្ញុំធ្វើរឿងក្តីលែងលេះច្រើនឆ្នាំមកហើយអ្នកគឺជាមនុស្សដែលស្ងប់ស្ងាត់បំផុតនិងមានការរៀបចំទុកជាមុនបំផុតដែលខ្ញុំធ្លាប់ជួបពេលនោះក៏មានការត្រៀមលក្ខណៈបានល្អបំផុត បើសិនជាមិនត្រូវគេគៀបសង្កត់ដល់ផ្លូវតទេតើអ្នកណាសុខចិត្តរស់នៅដូចជាអ្នកស៊ើបការសម្ងាត់ទៅសូម្បីតែទូរស័ព្ទក្នុងផ្ទះខ្លួនឯងក៏ត្រូវលួចថតសម្លេងទុកដែរនោះប៉ុន្តែប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់ទេលោកមេធីវីលីនរបស់សំខាន់បំផុតនៅក្នុងដៃខ្ញុំមិនទាន់ឲ្យលោកមើលនៅឡើយទេទិញឡានលោកមេធីវីលីនឯកសារចុងក្រោយមួយនេះក៏សំខាន់បំផុតដែរកូនស្រីខ្ញុំនូឆ្នាំមុនពិនិត្យសុខភាពរកឃើញមានជំងឺបេះដូងពីកំណើតគ្រូពេទ្យប្រាប់ថាត្រូវតែធ្វើការវះកាត់2ដងមុនអាយុ6ឆ្នាំបើមិនដូច្នេះទេកូនអាចរស់មិនដល់អាយុ10ឆ្នាំទេ ប្រាក់38,000ដែលត្រូវបានគេវាយយកទៅនោះមិនមែនជាប្រាក់សន្សំធម្មតាទេ វាគឺជាលុយដែលខ្ញុំលាក់បាំងគេធ្វើការក្រៅម៉ោង3ខែអង្គុយវាអសរមួយពាក្យម្ដងដូរយកលុយសង្គ្រោះជីវិតនេះមកឆិនមើលផ្ទះយើងឥឡូវមានតែលុយសង្គ្រោះជីវិតប៉ុណ្ណេះទេទោះជាយ៉ាងណាក៏ដោយនរណាក៏មិនអាចប៉ះពាល់បានដែរ អាយុជីវិតរបស់នូសំខាន់ជាងអ្វីទាំងអស់វ៉ាន់អូនកុំបារម្ភអីលុយនេះទោះបីជាបងត្រូវបដូរជីវិតក៏បងការពារឲ្យបានដែរអ្នកណាប៉ះពាល់បងនឹងកាត់កោណអ្នកនោះ ទម្រង់មុខមួយនោះដែលខ្ញុំធ្លាប់ស្រឡាញ់ខ្លាំងកាលពីមុនប៉ុន្តែពេលនេះមើលទៅគេសល់ត្រឹមតែពាក្យមួយម៉ាត់គឺអ្នកដតីអ្នកស្រីស៊ូការទៀមទារបស់អ្នកទាំងអស់បានបញ្ចេញមកហើយ ទី1លែងលេះទី2សិទ្ធិចិញ្ចឹមកូនស្រីត្រូវតែបានមកខ្ញុំទី3លុយ198,000មិនឲ្យខ្វះ1សេនឡើយត្រូវទៀមទាមកវិញទាំងអស់ហើយមានចំណុចមួយទៀតខ្ញុំមិនទទួលយកការសម្រុះសម្រួលក្នុងទម្រង់ណាមួយឡើយខ្ញុំទៀមទាឲ្យគេនឹងគ្រួសារមួយនោះរបស់គេសងលុយគ្រប់សេនដែលឆក់ប្លន់ពីមាត់កូនស្រីរបស់ខ្ញុំមកវិញទាំងអស់ យល់ហើយខ្ញុំនឹងរៀបចំឯកសារទាំងអស់តាមការទៀមទារបស់អ្នកអ្នកស្រីស៊ូសង្គ្រាមមួយនេះខ្ញុំនឹងកំដរអ្នកវីប្រយុទ្ធដល់ទីបញ្ចប់10 ថ្ងៃគឺគ្រប់គ្រាន់ដើម្បីបំផ្លាញមនុស្សម្នាក់ដល់ថ្នាក់នេះទៅហើយប៉ុន្តែគេភ្លេចថាខ្ញុំត្រូវបានគេបំផ្លាញអស់3ឆ្នាំមកហើយ អាយ៉ាប្តីប្រពន្ធវ័យក្មេងតើប្តីប្រពន្ធថៃណាមានគំនុំទុកយូរនោះអង្គុយចុះនិយាយគ្នាសិនមកអ្នកស្រីស៊ូមើលចុះលោកឈិនក៏ពិតជាដឹងកំហុសហើយដែររឿងនេះសឹមនិយាយគ្នាទៅតើឯងស្គាល់របស់នេះទេកូនស្រីខ្ញុំកូនស្រីបង្កើតរបស់ឯងនូមានជំងឺបេះដូងពីកំណើតគ្រូពេទ្យប្រាប់ថាត្រូវតែវះកាត់ព្យាបាល2ដងមុនអាយុ6ឆ្នាំបើមិនដូច្នេះទេកូនអាចរស់មិនដល់អាយុ10ឆ្នាំទេគេមិនដឹងទេថាក្រោយពេលនូដឹងរោគវិនិច្ឆ័យខ្ញុំ3កូនរត់កាត់គ្រប់មន្ទីរពេទ្យតែម្នាក់ឯងកណ្ដាលអាធិបអោបផលិតផលវិភាគយំតតែភ្លឺម្នាក់ឯងអង្គុយគិតលេខសារចុះសារឡើងថាតើត្រូវធ្វើយ៉ាងណាទើបសន្សំលុយវះកាត់គ្រប់ខ្ញុំស្មានថាឯងគឺជាទីពឹងចុងក្រោយរបស់ខ្ញុំតែទីពឹងរបស់ឯងមិនដែលជាខ្ញុំតតែសោះលុយ38,000នោះគឺជាលុយដែលខ្ញុំលាក់បាំងឯងខំធ្វើការមិនហ៊ានដេកពួនធ្វើការក្រៅម៉ោងអស់រយៈពេល3ខែអង្គុយវាអសរមួយពាក្យដូរយកមកជាថ្លៃសរសេរអត្ថបទគឺជាលុយបំរុងដែលខ្ញុំត្រៀមទុកសម្រាប់វះកាត់នូតែឯងបែរជាយកវាទៅបាត់យកទៅឲ្យអាប្អូនប្រុសដែលមានកាយសម្បទាគ្រប់គ្រាន់និងសុខភាពល្អរបស់ឯងនោះទៅទិញឡានដែលវាមិនត្រូវការតតែសោះនូរបស់ខ្ញុំបងមិនដឹងទេបងពិតជាមិនដឹងមែន
นูពេលនេះឯងនៅតែគិតថាខ្ញុំកំពុងតែរករឿងឯងអត់ហេតុផលព្រោះតែលុយប៉ុន្មានម៉ឺននេះទៀតទេនាងនឹងដឹងថាកូនមានជំងឺយូរហើយតែមិនព្រមប្រាប់នាងរៀបចំគម្រោងអាក្រក់ចាំមើលគ្រួសារយើងខ្មាស់គេមនុស្សស្រីចិត្តអាក្រក់ល្បិចច្រើនទៅរកឪពុកម្ដាយនាងមិនមែនកូនកញ្ញូទេឬអីខ្ញុំមិនជឿថានាងសំបីតែឪពុកម្ដាយក៏មិនខ្វល់នោះទេម៉ាក់ក្មេងម៉ាក់ចង់ធ្វើអីពិតជាកម្រើកមេឃកម្រើកដីមែនហើយកូនប្រសាសម័យនេះចង់បង្ខំគ្រួសារម្ដាយក្មេកឲ្យស្លាប់មែនទេកោបលុយគ្រួសារយើងរត់បាត់ហើយពេលនេះចង់មកប្តឹងពួកយើងទៀតគ្រួសារឈិនយើងសាងកម្មអីទៅទើបយកបានប្រពន្ធអត់សូវធម៌បែបនេះមនុស្សស្រីម្នាក់នេះតាវាវ៉ាន់ប្រាប់ថាកុំចេញទៅក្រៅនាងប្រាប់ហើយរឿងទាំងអស់នេះគឺស្ថិតក្នុងផែនការនាងរួចហើយខ្ញុំស្គាល់គេច្បាស់ណាស់បន្ទាប់ពីដឹងថាខ្លួនឯងខុសប្រតិកម្មដំបូងរបស់គេមិនដែលជាការអៀនខ្មាស់ទេបងប្រុសខ្ញុំមានចំណុចណាដែលធ្វើមិនល្អដាក់នាងគ្រាន់តែចាយលុយនាងបន្តិចបន្តួចសោះនឹងជាគ្រួសារតែមួយចាំបាច់គិតគូរច្បាស់លាស់ម្ល៉េះខ្ញុំទិញឡានមិនមែនដើម្បីលើកមុខមាត់គ្រួសារឈិនយើងទេឬអីជំងឺបេះដូងស្អីគេទៅខ្ញុំមើលទៅគឺនាងនឹងចង្រៃខ្លួនឯងបង្កើតបានកូនស្រីរោគាម្នាក់ហើយចង់មកតោងទាមគ្រួសារយើងមួយជីវិតតាវាកុំចេញទៅអីវ៉ាន់ប្រាប់ហើយថាមិនឲ្យចូលទៅម៉ាក់របស់នូវាហ៊ានជេរចៅស្រីខ្ញុំថាជាក្មេងរោគាប៉ាខ្ញុំដឹងហើយខ្ញុំមើលទាំងអស់ហើយប៉ាកុំចេញទៅបើប៉ាចេញទៅពេលនេះគឺគេឈ្នះហើយបន្តថតទៀតទៅកុំឲ្យបាត់មួយម៉ាត់ណាឲ្យសោះរបស់ទាំងអស់នេះគ្រប់ម៉ាត់គឺខ្ញុំមានប្រយោជន៍ទាំងអស់អាឡូគេទៅតាំងពីពេលណានិយាយអីខ្លះទីបំផុតគេក៏យល់ហើយក្តីសង្ឃឹម1ភាគ10,000ចុងក្រោយនោះក៏ត្រូវបានម្ដាយបង្កើតរបស់គេដុតបំផ្លាញចោលគ្មានសល់នៅនឹងមុខសាធារណជនអ្វីដែលគេដុតបំផ្លាញមិនមែនត្រឹមតែអាពាហ៍ពិពាហ៍របស់គេទេគឺផ្លូវរស់ចុងក្រោយរបស់នូតើម៉ាក់ចង់បង្ខំឲ្យខ្ញុំទៅស្លាប់មែនទេតើម៉ាក់ចង់បង្ខំឲ្យខ្ញុំស្លាប់ទើបអស់ចិត្តមែនទេម៉ាក់បង្ខំឯងម៉ាក់ជាម្ដាយទៅបង្ខំឯងពេលប្រពន្ធឯងប្តឹងពួកយើងម៉េចឯងមិនថានាងអុកតញោផងទៅសាលក្រមចេញហើយតុលាការអនុញ្ញាតឲ្យលែងលះសិទ្ធិចិញ្ចឹមនូគឺបានទៅនាងចុះលុយ154,800នោះវិញសាលក្រមសម្រេចថាការផ្ទេរប្រាក់ទាំងនេះឈិនមើលគឺផ្ទេរទ្រព្យសម្បត្តិរួមប្តីប្រពន្ធដោយគ្មានការអនុញ្ញាតនៅក្នុងឈ្មោះគេសឹងតែគ្មានប្រាក់សន្សំទេរបស់មានតម្លៃតែមួយគត់គឺផ្ទះរៀបការនោះសម្រាប់គ្រួសារមួយនោះមិនថារើសយកជំរើសមួយណាក៏ជារឿងរញ្ជួយដីដែរសាលក្រមចេញហើយលែងលះនូបានទៅនាងម្យ៉ាងទៀតខ្ញុំត្រូវយកលុយ549,000ពីលុយខ្លួនឯងទៅសងនាងវិញអីគេឯងថាម៉េចប៉ុន្មាន549,000ក្នុងឈ្មោះខ្ញុំអត់មានលុយទេជំរើសទី1លក់ផ្ទះជំរើសទី2ពួកម៉ាក់យកលុយនោះមកសងវិញឲ្យខ្ញុំសងលុយអាងអីឡាននោះខ្ញុំទិញបាត់ទៅហើយលុយកក់ក៏បងហើយដែរយកលុយពីណាមក549,000ឲ្យម៉ាក់ទៅរក549,000ពីណាមកឯងយកលុយមកសងវិញមកមិនមែនទេបងឯងរឿងរបស់បងឯងកុំមករុញទម្លាក់លើខ្ញុំណាឡាននោះមិនមែនខ្ញុំចេះតែចង់ទិញឯណាម៉ាក់អត់លុយទេមនុស្សចាស់ដូចម៉ាក់បានលុយពីណាមកនោះជាលុយកូនប្រុសដញោចំពោះម៉ាក់ជារឿងត្រឹមត្រូវស្របច្បាប់ឯណាមានហេតុផលដែលថាលុយចាយអស់ហើយត្រូវទារយកទៅវិញនោះនេះគឺចង់ផ្ដាច់ជីវិតចាស់របស់ម៉ាក់ហើយគឺពួកម៉ាក់ជាអ្នកបង្ខំខ្ញុំគឺពួកម៉ាក់ឯងជាអ្នកបង្ខំខ្ញុំឲ្យធ្លាក់ដល់ចំណុចនេះឡានរបស់ឯងនោះគឺទិញដោយលុយសង្គ្រោះជីវិតកូនស្រីឯងផ្ទះដែលម៉ាក់ឯងជួសជុលគឺបានមកពីញើសឈាមរបស់ប្រពន្ធខ្ញុំពេលនេះស៊ូវ៉ាន់ចង់បែងចែកផ្ទះជាមួយខ្ញុំនៅត្រូវជំពាក់បំណុលគេ10,000ទៀតនេះគឺមកពីពួកម៉ាក់ឯងទាំងអស់ក្នុងឈ្មោះខ្ញុំអត់លុយទេបើចង់ប្រមូលឲ្យគ្រប់549,000នោះមានតែលក់ផ្ទះទេលក់ផ្ទះដាច់ខាតមិនបានទេនេះជាផ្ទះរបស់គ្រួសារឈិនយើងតាក់ឈ្មោះឯងគឺជារបស់គ្រួសារឈិនយើងហើយបើលក់ទៅឲ្យពួកយើងទៅនៅឯណាបងបើលក់ផ្ទះទៅបងឯងទៅនៅណាបងឯងគិតច្បាស់ទៅតើពួកម៉ាក់ឯងដឹងពីជំងឺរបស់នូដែរទេពួកម៉ាក់ឯងមិនសួរសំបីតែមួយម៉ាត់តាំងពីដើមដល់ចប់មិនដែលសួរសំបីតែមួយម៉ាត់ត្រូវហើយបងផ្ទះនេះទីតាំងល្អណាស់បើលក់ទៅសោកស្ដាយស្លាប់ហើយម្យ៉ាងទៀតបើបងលក់ផ្ទះចុះខ្ញុំនឹងម៉ាក់ទៅនៅណាឪពុកម្ដាយខ្ញុំចេញលុយពាក់កណ្ដាលគ្រួសារគេទាំងមូលចូលមកនៅដោយស្របច្បាប់តែមិនដែលគិតទេថាអ្នកណាជាអ្នកលះបង់អាឡូសម្លាញ់អញអាមើពិតជាចៃដន្យមែនមួយរយៈនេះខ្ញុំទើបតែបណ្ដាក់ទុនលើគម្រោងមួយខ្វះខាតលុយកាក់ដែរចាំថ្ងៃក្រោយចាំនិយាយគ្នាទៀតណាសុំទោសផងសម្លាញ់ប្រពន្ធខ្ញុំអ្នកកាន់លុយនាងមិនព្រមឲ្យទេឯងយកផងចុះ
ฉันมือกาบติ้งตัวเต้นในกลุ่มโรงฮูซินมีนกลุ่มฮอกทุนทงโงจำนวนใบกันแหลงข้างอาเตเทจนบานประดังจีเพลกาหายนี่จีกลุ่มฮอกทุนทงโงเลิกตีมวยตั้งปีโลกโจทเฟกาหมอกจับปีไงนี้เตอโลกเตอร์บานดอกดำแหน่งปีประเทศกลุ่มโรงนังบรรทอยประคายปีขณะโลกมีนไอจ้องนิเยเตគ្មានទេការងារត្រូវវិនាសមិត្តភក្តិសាច់ញាតិបោះបង់ចោលជីវិតរបស់គេប្រៀបដូចជាសន្លឹកបៀទីមួយដែលត្រូវគេរុញឲ្យដួលមួយសន្លឹកហើយមួយសន្លឹកទៀតមិនអាចបញ្ឈប់បានទៀតឡើយហើយសន្លឹកបៀទីមួយនៃរឿងទាំងអស់នេះគឺជាគេខ្លួនឯងផ្ទាល់ដែលជាអ្នករុញវាឲ្យដួលវ៉ាន់បងខុសហើយបងពិតជាខុសមែនហើយអូនត្រឡប់មកវិញមកបានទេបើគ្មានអូនផ្ទះមួយនេះលែងជាអ្វីទៀតហើយវ៉ាន់បងនឹកអូនណាស់នឹកនូណាស់គ្រូពេទ្យប្រាប់ថាសូចណាកទាំងអស់គឺធម្មតាឆ្លងកាត់វគ្គទី1ហើយគេកំពុងហូបបាយបណ្ដាលផឹកស្រាបណ្ដាទេទៅលេខទូរស័ព្ទដែលឈប់ប្រើប្រាស់បាត់ទៅហើយចំណែកខ្ញុំវិញនៅក្នុងក្លិនថ្នាំសម្លាប់មេរោគកំពុងសម្លឹងមើលដង្ហើមដ៏ស្ងប់ស្ងាត់របស់កូនស្រីខ្ញុំសួស្ដីលោកប្រធានវាងខ្ញុំគឺជាម្ដាយរបស់នូពួកយើងចង់កក់ពេលវះកាត់លើកទី1នៅដើមខែក្រោយលុយគឺបានរៀបចំរួចរាល់ហើយអាចរៀបចំបានគ្រប់ពេលចិត្តបានវះកាត់ហើយកូនសម្លាញ់ម៉ាក់បានរៀបចំរួចរាល់អស់ហើយវ៉ាន់ម៉ាក់មានរឿងចង់ប្រាប់កូនយប់មិញឈិនមើលស្រវឹងស្រាហើយមករករឿងនៅក្រោមផ្ទះយើងទៀតអ្នកចិត្តខាងប្តឹងប៉ូលីសគេក៏ត្រូវគេចាប់ខ្លួនទៅបាត់មនុស្សជាច្រើនបានឃើញកូនដឹងហើយគឺបែបនឹងឯងម៉ាក់ពេលនេះកូនខ្វល់តែពីរឿងមួយប៉ុណ្ណោះគឺការពិនិត្យសុខភាពឡើងវិញរបស់នូនៅខែក្រោយរឿងរបស់គេគឺជាជំរើសរបស់គេខ្លួនឯងនៅពេលដែលគេសម្រេចចិត្តលូកដៃទៅយកលុយសង្គ្រោះជីវិតរបស់កូនស្រីខ្លួនឯងគេគួរតែដឹងហើយថានឹងមានថ្ងៃនេះពេលដែលផ្ទាំងទឹកកកបាក់ស្រុតគ្មានផ្ទាំងទឹកកកណាមួយដែលគ្មានកំហុសនោះទេហើយគេនឹងហើយគឺជាផ្ទាំងទី1រៀបការ7ឆ្នាំខ្ញុំរស់នៅដូចជាមនុស្សផ្សេងអញ្ចឹងគឺជាប្រពន្ធរបស់ឈិនមើគឺជាម៉ាស៊ីនដកលុយរបស់ម្ដាយក្មេកជាអ្នកបម្រើឥតគិតថ្លៃរបស់ប្អូនថ្លៃខ្ញុំភ្លេចបាត់ទៅហើយថាខ្លួនឯងក៏ធ្លាប់ទទួលបានអាហារូបករណ៍ក៏ធ្លាប់ត្រូវបានថ្នាក់លើកោតសរសើរដែរក៏ធ្លាប់មានក្តីស្រមៃពេញលេញចំពោះអនាគត7ឆ្នាំនេះខ្ញុំបានធ្វើឲ្យខ្លួនឯងបាត់បង់ហើយប៉ុន្តែពេលនេះខ្ញុំត្រូវតែស្វែងរកខ្លួនឯងត្រឡប់មកវិញខែទី3ក្រោយពេលលែងលះខ្ញុំបានបដូរការងាររបបប្រែក្រៅម៉ោងទៅជាការងារពេញម៉ោងជារៀងរាល់ថ្ងៃឲ្យតែនូគេងលក់ខ្ញុំនឹងអង្គុយនៅមុខតុមួយនេះវាអក្សរមួយពាក្យម្ដងមិនមែនដើម្បីបញ្ជាក់ពីអ្វីនោះទេគឺដើម្បីស្វែងរកខ្លួនឯងដែលបានបាត់បង់នោះត្រឡប់មកវិញតាមរយៈអក្សរមួយពាក្យពេលដែលនូទៅសាលាម្ដាយគឺជាម៉ោងធ្វើការរបស់ខ្ញុំពេលវេលាគឺតឹងតែងណាស់ប៉ុន្តែរាល់នាទីនីមួយគឺជារបស់ខ្លួនឯងអារម្មណ៍បែបនេះខ្ញុំខានមានយូរណាស់មកហើយសួស្ដីអ្នកគ្រូស៊ូវ៉ាន់ខ្ញុំគឺបងចៅជាអ្នកកែសម្រួលនៅរោងពុំសៀងយ៉ាងសៀវភៅមើលឃើញខ្លួនឯងដែលអ្នកបានបកប្រែក្រោយពេលបោះពុំហើយទទួលបានការគាំទ្រនៅលើទីផ្សារខ្លាំងណាស់ការវិតម្លៃពីអ្នកអានគឺខ្ពស់មែនទែនពួកយើងបានប្រជុំពិភាក្សាគ្នាហើយចង់ចុះកិច្ចសន្យាហការបកប្រែរយៈពេលវែងជាមួយអ្នកនៅមានសៀវភៅសេរីចិត្តសាស្ត្រ3ក្បាលទៀតនៅពេលក្រោយពួកយើងចង់ប្រគល់ឲ្យអ្នកទាំងអស់មិនដឹងថាអ្នកងាយស្រួលទេបងចៅអរគុណសម្រាប់ការជឿទុកចិត្តរបស់អ្នកខ្ញុំពិតជាពេញចិត្តណាស់រកឃើញហើយទំហំ60ម៉ែត្រការ៉េមានបន្ទប់គេងមួយបន្ទប់ទទួលភ្ញៀវមួយផ្ទះបាយតូចល្មមឈរបានតែម្នាក់ប៉ុន្តែនៅទីនេះមិនចាំបាច់មើលទឹកមុខអ្នកណាទេមិនចាំបាច់បម្រើចំណង់ចំណូលចិត្តអ្នកណាឡើយកន្លែងដែលអាចដកដង្ហើមបានដោយសេរី
ទើបហៅថាផ្ទះដែលធ្លាប់នៅជាមួយឆាន់មើលពីមុនមានទំហំជាង100ម៉ែត្រការ៉េធំជាងទីនេះឆ្ងាយណាស់ប៉ុន្តែខ្ញុំមិនដែលគិតថាទីនោះជាផ្ទះទេគ្រឿងសង្ហារិមគឺម៉ាក់ក្មេកជាអ្នករើសក្នុងបន្ទប់ពោពេញទៅដោយស្លាកស្នាមចេញចូលរបស់សាច់ញាតិខាងប្តីឆ្នាំងគ្រប់ផ្ទះនៅក្នុងផ្ទះបាយសុទ្ធតែដកជាប់នៅភាពនឿយហត់ក្នុងការធ្វើម្ហូបសម្រាប់គ្រួសារធំមួយចំណែកនៅទីនេះកន្លែងដ៏តូចមួយដែលមានតែខ្ញុំនិងនូវិនាទីដែលរុញទ្វារចូលមកខ្ញុំក៏ដឹងថានេះទើបជាផ្ទះពិតប្រាកដប្អូនសូវ៉ាន់កិច្ចការសប្តាហ៍នេះរបស់ប្អូនគ្រូមើលរួចហើយមូលដ្ឋានគ្រឹះអក្សរសាស្ត្រពិតជារឹងមាំណាស់មិនបាច់ប្រញាប់ត្រឡប់ទៅធ្វើម្ហូបមិនបាច់ខ្វល់ពីទឹកមុខរបស់ម៉ាក់ក្មេកមិនបាច់គិតថាថ្ងៃនេះត្រូវវេរលុយឲ្យអ្នកណាប៉ុន្មានទៀតទេទិញសៀវភៅដែលចូលចិត្តរៀនថ្នាក់ដែលចង់រៀនអង្គុយសញ្ជឹងគិតក្រោមពន្លឺព្រះអាទិត្យពេញមួយរដូវក្តៅរឿងតូចតាចទាំងនេះដែលអ្នកអតីមើលទៅគ្មានន័យតែសម្រាប់ខ្ញុំវិញប្រៀបដូចជាបានរស់រៀនមានជីវិតម្ដងទៀតអញ្ចឹង7 ឆ្នាំខ្ញុំបានធ្វើឲ្យសូវ៉ាន់ដែលពោពេញដោយភាពជឿជាក់ម្នាក់នោះបាត់បង់ហើយប៉ុន្តែពេលនេះខ្ញុំបានឃើញនាងនៅក្នុងកញ្ចក់ទូបង្ហាញម្ដងទៀតហើយម៉ាក់មេឃពណ៌ខៀវស្រងាត់តែម្ដងទីបំផុតផ្ទះក៏ត្រូវលក់ចេញក្នុងតម្លៃថោកគេបានយកលុយថ្លៃផ្ទះពាក់កណ្ដាលដែលជារបស់ខ្ញុំនិងលុយ5,49,000នោះវេលចូលកាត់ខ្ញុំតែម្ដងផ្ទះមួយដែលពួកយើងធ្លាប់រស់នៅ7 ឆ្នាំនោះចាប់ពីពេលនេះទៅក៏ដូចជាគេដែរបានคล้ายទៅជាសម្បកទេវ៉ាន់លុយឲ្យអូនអស់ហើយជូនពរអូននិងនូនៅថ្ងៃមុខជួបតែរឿងល្អគឺបងសុំទោសអ្នកទាំងពីរទូរទស្សន៍កញ្ចាស់នេះសំបីតែប៉ុស្តិ៍មើលសំរុំមួយក៏គ្មានដែរពីមុនទូរទស្សន៍ពណ៌ធំនៅផ្ទះនោះម៉ាក់កុំនិយាយទៀតទៅមិនរំខានទេអីអឹមហឹមស្ពៃបូកគោទៅហ៊ូទៀតហើយថ្ងៃណាក៏ញ៉ាំអានឹងឯងចង់ចិញ្ចឹមពួកយើងដូចសត្វទន្សាយមែនទេពីមុនពេលប្រពន្ធឯងនៅយ៉ាងហោចណាស់ក៏នាងចេះរងាស់ឆ្អឹងជំនីដែរត្រូវហើយបងឯងមិនអាចបដូរមុខម្ហូបខ្លះទេអីក្នុងទូទឹកក៏មានតែប៉ុណ្្នឹងទេពួកឯងចង់ញ៉ាំរបស់ឆ្ងាញ់ទៅទិញខ្លួនឯងទៅថ្លៃទឹកភ្លើង320នេះអ្នកណាជាអ្នកបងកុំមកមើលមុខខ្ញុំគ្មានប្រាក់សោធននិវត្តន៍សំបី1សេនទេម៉ាក់មួយនេះធំណាស់ធំជាងកណ្ដាប់ដៃកូនទៅទៀតហាចឹងមួយគ្រាប់នេះគឺជាស្ប៊ឺរីជើងឯករបស់នូហើយទៅដល់ផ្ទះលាងទឹកឲ្យស្អាតកូនញ៉ាំមុនគេទៅជីវិតថ្មីការចាប់ផ្ដើមថ្មីពាក្យប៉ុន្មានម៉ាត់រូបមួយសន្លឹកខ្ញុំបានផុសវានៅក្នុង Moments មិនមែនឲ្យអ្នកណាមើលទេគ្រាន់តែចង់ចាំវិនាទីនេះទុកខ្ញុំនិងនូទីបំផុតអាចឈរញឹមក្រោមពន្លឺព្រះអាទិត្យបានហើយ
នេះគឺជាតម្លៃដែលគេត្រូវសងចំពោះភាពឧត្តញ្ញូដ៏ល្ងង់ខ្លៅនិងភាពអាត្មានិយមរបស់គេចំណែកខ្ញុំទីបំផុតអាចប្រាប់ទៅសូវ៉ាន់កាលពី7ឆ្នាំមុននោះថាអ្វីដែលនាងបានបាត់បង់គឺខ្លួនឯងនោះខ្ញុំបានរកឃើញជំនួសនាងហើយដើរទៅមុខបន្តទៀតចុះផ្លូវនៅខាងមុខគឺវែងឆ្ងាយហើយភ្លឺស្វាងណាស់អាំមើខ្ញុំក៏មិនដឹងថាគួរឲ្យឯងមើលរបស់នេះឬអត់ទេអាទិត្យប្រពន្ធថែងនាងបានផុស moments មួយឯងមើលខ្លួនឯងទៅឯងថែរក្សាខ្លួនផងណាខ្ញុំទៅមុនហើយសូវ៉ាន់ខ្ញុំមានរឿងចង់ប្រាប់ឯងកុំជេរខ្ញុំណានិយាយមករឿងអីគឺអតីដំដាយក្មេកឯងនោះដឹងទេតែច់សរសៃឈាមខួរក្បាលស្លាប់មួយចំហៀងខ្លួនហើយឬថាត្រូវគេបញ្ជូនទៅមណ្ឌលថែទាំមនុស្សចាស់ហើយកាលពីមុនគ្រួសារគេទាំងមូលចាយលុយឯងបានចិត្តប៉ុណ្ណាឥឡូវយ៉ាងម៉េចហើយសមាគមអ្នកបកប្រែថ្នាក់ខេត្តបានផ្ញើអ៊ីមែលមកសៀវភៅចិត្តសាស្ត្រដែលខ្ញុំបានបកប្រែត្រូវបានគេវាយតម្លៃថាជាអត្ថបទបកប្រែឆ្នាំប្រចាំឆ្នាំហើយអញ្ជើញខ្ញុំទៅចូលរួមពិធីប្រគល់ពានរង្វាន់ចុងឆ្នាំខ្ញុំមើលអ៊ីមែលមួយនោះកង្អស់ជាយូរមិនមែនដោយសារតែរំភើបទេគឺដោយសារតែអារម្មណ៍មិនពិតមួយដ៏ចម្លែកកាលពី2ឆ្នាំមុនខ្ញុំនៅតែជាស្ត្រីមេផ្ទះម្នាក់ដែលសំបីតែទិញសម្លីអនាម័យមួយកញ្ចប់ក៏ត្រូវមើលទឹកមុខរបស់ឈិនមើល2ឆ្នាំក្រោយមកសៀវភៅដែលខ្ញុំបកប្រែទទួលបានពានរង្វាន់គម្លេតមួយនេះវាធំធេងដូចជាសុបិនមួយអញ្ចឹងប៉ុន្តែវាមិនមែនជាសុបិនទេអក្សរគ្រប់តួដែលបានវាយយប់កណ្ដាលអាធ្រាត្រគ្រប់យប់ដែលខំស៊ូសុទ្ធតែជារឿងពិតទាំងអស់ស្អីគេទទួលបានពានរង្វាន់សូវ៉ាន់ឯងពិតជាពូកែខ្លាំងណាស់ខ្ញុំបានប្រាប់ហើយថាឯងធ្វើបានពិធីប្រគល់ពានរង្វាន់ធ្វើនៅពេលណាណែឯណាខ្ញុំកុំដរាញ់ទៅអ្នកដែលទទួលបានពានរង្វាន់អ្នកបកប្រែឆ្នាំប្រចាំឆ្នាំគឺលោកស្រីសូវ៉ាន់ពីស្នាដៃបកប្រែព្រំដែននៃដួងចិត្តសូវ៉ាន់ចុះអ្នកវិញប៉ុន្មានឆ្នាំនេះយ៉ាងម៉េចដែរនៅតែបន្តធ្វើការបកប្រែរហូតមែនទេកណ្ដាលទីមានប៉ុន្មានឆ្នាំដែលមិនសូវបានធ្វើឆ្នាំមុនទើបតែចាប់ផ្ដើមធ្វើពេញម៉ោងឡើងវិញអញ្ចឹងអ្នកស្ដារឡើងវិញបានលឿនគួរសមពានរង្វាន់មួយនេះមិនមែនចេះតែអ្នកណាក៏អាចយកបាននោះទេបទពិសោធន៍ខ្លះមិនចាំបាច់និយាយប្រាប់មនុស្សគ្រប់គ្នានោះទេប៉ុន្តែគេមិនបានសួរដេញដល់ទេចំណុចនេះខ្ញុំចង់ចាំទុកខ្ញុំគឺគូយ៉ានជឺអ្នកប្រហែលជាលែងចាំខ្ញុំហើយកាលនៅសាកលវិទ្យាល័យខ្ញុំរៀនក្រោយអ្នកមួយចំនួនរៀននៅ Department ភាសាបរទេសពួកយើងធ្លាប់ចូលរួមប្រកួតបកប្រែនៅសាលាជាមួយគ្នាគូយ៉ានជឺអ្នកគឺជាជើងឯករងក្នុងការប្រកួតបកប្រែឆ្នាំនោះត្រូវទេគឺជាអ្នកដែលចាញ់អ្នកនោះឯងប៉ុន្មានឆ្នាំកន្លងផុតទៅហើយមិននឹកស្មានថាបានជួបអ្នកនៅទីនេះសោះអ្នកក៏ធ្វើការបកប្រែដែរឬខ្ញុំទើបតែឡើងយកពានរង្វាន់អំបញ្ញមិញខ្ញុំក៏ដូចគ្នាពួកយើងក្លាយជាមិត្តរួមអាជីពទៀតហើយយប់ជ្រៅហើយខ្ញុំជូនអ្នកត្រឡប់ទៅវិញទៅមិនអីទេខ្ញុំបើកឡានមកអូខេអញ្ចឹងលើកក្រោយមានឱកាសចាំនិយាយគ្នាទៀតនាមបានរបស់ខ្ញុំនៅលើនេះមានលេខទំនាក់ទំនងប្រសិនបើថ្ងៃក្រោយអ្នកចង់ពិភាក្សាពីរឿងបកប្រែ
ខ្យល់ដើមរដូវរងាមានសភាពត្រជាក់បន្តិចប៉ុន្តែពេលបកប៉ះមុខគឺមានអារម្មណ៍ស្រស់ស្រាយណាស់អំបញ្ញមិញគេបាននិយាយមួយឃ្លាប៉ុន្មានឆ្នាំនេះអ្នកផ្លាស់ប្ដូរច្រើនណាស់ខ្ញុំសួរគេថាផ្លាស់ប្ដូរត្រង់ណាគេគិតបន្តិច ហើយប្រាប់ថានិយាយមិនត្រូវទេគ្រាន់តែមានអារម្មណ៍ថាអ្នកស្ងប់ស្ងាត់ជាងមុនអ្នកកាលពីមុនប្រៀបដូចជាធ្នូមួយតែអ្នកឥឡូវនេះប្រៀបដូចជាបឹងមួយ គេនិយាយត្រូវហើយខ្ញុំពីមុនគឺជាធ្នូមួយប៉ុន្តែពេលនេះខ្ញុំសុខចិត្តធ្វើជាបឹងមួយវិញរៀនចេះបណ្ដោយឲ្យខ្យល់បក់រំលងផុតទៅ